កងទ័ពទាំងអស់គ្នាចូលស្ដាប់សមរភូមិក្រោយយើងត្រូវច្បាំងឲ្យឈ្នះឲ្យចាប់បកាយព្រះរាជាឲ្យបានអាណាទិសផ្លូវយើងសម្រាប់វាចោលអស់ក្រាបថ្វាយបង្គំព្រះករុណាស្ថានភាពបច្ចុប្បន្នកងទ័ពយើងឈានដល់ចំណុចចុងក្រោយហើយស្បៀងក្នុងជំរំសល់តែកន្លះថ្ងៃសពីវុធយើងក៏មិនគ្រប់គ្រាន់ឯកងទ័ពសត្រូវអាចឡោមព័ទ្ធមន្ទីរយើងបានគ្រប់ពេលវេលាដូច្នេះកងទ័ពយើងមិនអាចដកថយទៅទៀតបានទេครับជំរើសតែមួយគត់របស់ពួកយើងគឺច្បាំងតែកងទ័ពសត្រូវលើកនេះមានចំនួនច្រើនជាងយើងត្រូវការកងទ័ពជំនួយបន្ថែមបើយើងចង់ឈ្នះសង្គ្រាមមួយនេះមានរបាយការណ៍ទឹកមកពីខេត្តពោធិ៍សាត់ល្អយើងនឹងទៅដល់ផ្ទាល់ក្រាបបង្គំទូលថ្វាយព្រះករុណាជាអង្គចាស់ជីវិតលើត្បូងសមរភូមិជួមមុខពួកសត្រូវបានវាយកំកងទ័ពទាំងអស់គ្នាចូលស្ដាប់សមរភូមិក្រោយយើងត្រូវច្បាំងឲ្យឈ្នះឲ្យចាប់បកាយព្រះរាជាឲ្យបានអាណាទិសផ្លូវយើងសម្រាប់វាចោលអស់